ចែកជំរាបសួរស្វាគមន៍ជាថ្មីមកកាន់កម្មវិធីយល់ដឹងពីម្ហូបអាហារ Food Insight ដោយនាងខ្ញុំសុគន្ធាចាកម្មវិធីនេះផ្ដល់ជូនលោកអ្នកនៅចំណេះដឹងព្រមទាំងរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងម្ហូបអាហារនៅថ្ងៃនេះនាងខ្ញុំនឹងលើកយករឿងមួយថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងភាពខុសគ្នានៃប៊័រនិងម៉ាការ៉ីនដែលកន្លងមកបងប្អូនយើងមានការយល់ច្រឡំចាម៉ាការ៉ីនគឺជាផលិតផលដែលគេផលិតចេញពីខ្លាញ់រុក្ខជាតិឬក៏ខ្លាញ់សត្វឬជាការលាយបញ្ចូលរវាងខ្លាញ់ទាំងពីរហើយពេលខ្លះក៏គេលាយជាមួយនឹងទឹកដោះគោផងដែរម៉ាការ៉ីនក៏ត្រូវបានគេបន្ថែមនៅសារធាតុផ្សេងទៀតដូចជាសារធាតុបន្ថែមនៅរសជាតិ additional flavor សារធាតុបន្ថែមពណ៌ចា coloring សារធាតុរក្សាគុណភាព preservative សារធាតុជួយឲ្យលាយចូលគ្នា emulsifiers ឬក៏វីតាមីនដើម្បីបង្កើនគុណភាពនិងលក្ខណៈរបស់ផលិតផលហើយជាទូទៅម៉ាការ៉ីនគឺមានតម្លៃចាស់ធូរជាងប៉ុន្តែមាន cholesterol ខ្ពស់ជាងប៊័រចំណែកឯប៊័រវិញប៊័រគឺជាផលិតផលដែលគេចម្រាញ់ចេញពីទឹកដោះគោដោយការវាយបំបែកគ្រីមនិងការបែងចែករវាងទឹកហើយជាមួយនឹងចាគ្រីមទឹកដោះគោចាអញ្ចឹងមានន័យថាប៊័រគឺផលិតចេញពីពពួកទឹកដោះគោហើយក្រៅពីទឹកដោះគោក៏គេអាចយកចេញពីពពួកចាសារធាតុទឹកដោះសត្វផ្សេងទៀតដែរដូចជាចាក្របីចៀមពពែជាដើមប៊័រក៏ត្រូវអាចបន្ថែមអំបិលចូលទៅក្នុងនោះហើយក្នុងករណីនេះវាអាចមានអំបិលកើនឡើងបន្ថែមរហូតដល់ទៅ 2.5% ប៊័របែបអឺរ៉ុប European Style Butter មានបរិមាណជាតិខ្លាញ់ទឹកដោះគោខ្ពស់ជាងប៊័រធម្មតាហើយវាជាទូទៅមានចន្លោះពី 82% ទៅ 86% ហើយមានអំបិលតិចបំផុតឬមិនបន្ថែមអំបិលសោះដូចនេះជាទូទៅប៊័រមានពីរប្រភេទគឺប៊័រសាបនិងប៊័រប្រៃ salt butter និង unsalt butter ប៊័រសាបគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារជាទូទៅរីឯប៊័រប្រៃដែលគេប្រើសម្រាប់លាបឬក៏បៀកនៅលើនំប៉័ងហើយទទួលទានតែម្ដងជាមួយគ្នានោះប៊័រផ្ដល់នូវក្លិនព្រមទាំងរសជាតិពីធម្មជាតិឈ្ងុយឆ្ងាញ់ជាងហើយនឹងភាគច្រើនគឺគេប្រើសម្រាប់ដុតនំនិងចង់ឲ្យរំលេចរសជាតិប៊័រនិងមានភាពរលោងជាទូទៅប៊័រមាន cholesterol ទាបជាងចាស់ម៉ាការ៉ីនប៉ុន្តែក៏មានតម្លៃខ្ពស់ជាងម៉ាការ៉ីនដែរចា៎បងប្អូនអាច comment នៅខាងក្រោមវីដេអូនេះដើម្បីជាចំណេះដឹងបន្ថែមទៀតសូមអរគុណ